យើងអាចចែករំលែកព័ត៌មានផ្សេងៗទៅកាន់ស្ថាប័ននិងអង្គភាពពាក់ព័ន្ធផ្សេងៗបានភ្លាមៗបាទសូមជំរាបសួរខ្ញុំបាទឈ្មោះវ៉ាន់ច័ន្ទមករាមានតួនាទីជាអនុប្រធានការិយាល័យអាជីវកម្មបញ្ចាំនិងប្រតិភោគដល់អនុប្រធាននៃនាយកដ្ឋានគ្រប់គ្រងអាជ្ញាប័ណ្ណនិងកិច្ចការគតិយុត្តនៃនាយកករអាជីវកម្មអចលនវត្ថុនិងបញ្ចាំបច្ចុប្បន្ននាយកករអាជីវកម្មអចលនវត្ថុនិងបញ្ចាំបានដាក់អនុវត្តនៅប្រព័ន្ធស្នើសុំអាជ្ញាប័ណ្ណតាមថ្នាលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានចំនួន2ទី1ប្រព័ន្ធសេវាសាធារណៈសម្រាប់អាជីវកម្មបញ្ចាំនិងប្រតិភោគដល់អនុប្រធានទី2ប្រព័ន្ធសេវាសាធារណៈសម្រាប់អាជីវកម្មផ្ដល់សេវាកម្មអចលនវត្ថុហើយសម្រាប់ប្រព័ន្ធសេវាសាធារណៈផ្ដល់អាជីវកម្មបញ្ចាំនិងប្រតិភោគដល់អនុប្រធានយើងមាន3ចំណុចធំៗទី1យើងផ្ដល់ទៅលើការស្នើសុំអាជ្ញាប័ណ្ណបញ្ចាំនិងប្រតិភោគដល់អនុប្រធានក្រុមហ៊ុនមេនិងសាខាទី2គឺយើងផ្ដល់ទៅលើការស្នើសុំបន្តសុពលភាពអាជ្ញាប័ណ្ណអាជីវកម្មបញ្ចាំនិងប្រតិភោគដល់អនុប្រធានដែលចំណុចទី3គឺយើងផ្ដល់ទៅលើការស្នើសុំកែប្រែលក្ខខណ្ឌអាជ្ញាប័ណ្ណដែលការស្នើសុំកែប្រែលក្ខខណ្ឌអាជ្ញាប័ណ្ណនោះមាន5ចំណុចនៅក្នុងនោះទី1គឺការស្នើសុំផ្លាស់ប្ដូរឈ្មោះអ្នកធ្វើឈ្មោះលើអាជ្ញាប័ណ្ណការស្នើសុំផ្លាស់ប្ដូរនាមករក្រុមហ៊ុនការស្នើសុំផ្លាស់ប្ដូរអាសយដ្ឋានក្រុមហ៊ុនការស្នើសុំផ្លាស់ប្ដូរភិតនិកឬក៏សមាជិកភាពក្រុមប្រឹក្សាពិបាលនិងការស្នើសុំបង្កើនដើមទុនសម្រាប់ប្រព័ន្ធសេវាសាធារណៈទៅលើការស្នើសុំអាជ្ញាប័ណ្ណអាជីវកម្មផ្ដល់សេវាកម្មអចលនវត្ថុគឺយើងមាន5ចំណុចធំៗទី1គឺការស្នើសុំអាជ្ញាប័ណ្ណភ្នាក់ងារអចលនវត្ថុអាជ្ញាប័ណ្ណវិតម្លៃអាជ្ញាប័ណ្ណគ្រប់គ្រងអចលនវត្ថុសម្រាប់ក្រុមហ៊ុនមេនិងសាខាចំណុចទី2គឺការស្នើសុំវិញ្ញាបនបត្រវិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុនិងវិញ្ញាបនបត្រវិជ្ជាជីវៈវិតម្លៃចំណុចទី3គឺការស្នើសុំបន្តសុពលភាពអាជ្ញាប័ណ្ណនិងវិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុនិងវិតម្លៃនិងអាជ្ញាប័ណ្ណគ្រប់គ្រងអចលនវត្ថុទី4គឺការស្នើសុំកែប្រែលក្ខខណ្ឌដែលការស្នើសុំកែប្រែលក្ខខណ្ឌនោះគឺរួមមានការផ្លាស់ប្ដូរអាសយដ្ឋានក្រុមហ៊ុនការផ្លាស់ប្ដូរនាមកររបស់ក្រុមហ៊ុនការផ្លាស់ប្ដូរអ្នកចុះឈ្មោះនៅលើអាជ្ញាប័ណ្ណនិងវិជ្ជាជីវៈការស្នើសុំផ្លាស់ប្ដូរភិតនិកនិងសមាជិកភាពក្រុមប្រឹក្សាពិបាលហើយសម្រាប់ចំណុចទី5គឺការស្នើសុំផ្លាស់ប្ដូរអ្នកចុះឈ្មោះនៅលើវិញ្ញាបនបត្របាទចំណុចទី4គឺការស្នើសុំកែប្រែលក្ខខណ្ឌអាជីវកម្មដែលក្នុងនោះរួមមានការស្នើសុំផ្លាស់ប្ដូរអាសយដ្ឋានការស្នើសុំផ្លាស់ប្ដូរនាមកររបស់ក្រុមហ៊ុនការស្នើសុំផ្លាស់ប្ដូរអ្នកចុះឈ្មោះនៅលើអាជ្ញាប័ណ្ណការស្នើសុំផ្លាស់ប្ដូរភិតនិកឬសមាជិកភាពក្រុមប្រឹក្សាពិបាលនិងចំណុចទី5ការស្នើសុំផ្លាស់ប្ដូរអ្នកចុះឈ្មោះនៅលើវិញ្ញាបនបត្រវិជ្ជាជីវៈបាទជាការពិតណាស់ប្រព័ន្ធអេកូឡូស៊ីនៃសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចជាចំណែកមួយដ៏សំខាន់ក្នុងការជួយសម្រួលកិច្ចការងារទៅដល់ក្រសួងស្ថាប័នក៏ដូចជាសាធារណជននិងធុរកិច្ចជនដែលគាត់មានតម្រូវការប្រើប្រាស់សេវាសាធារណៈនេះជាមួយក្រសួងស្ថាប័ននានាហើយក៏ជាប្រព័ន្ធគោលមួយដែលអាចបម្រើទៅដល់តម្រូវការសាធារណជននិងវិស័យឯកជនដើម្បីសម្ដៅដល់ជំរុញនវានុវត្តន៍ក្នុងអាជីវកម្មរបស់ពួកគាត់ក៏ដូចគ្នាផងដែរប្រព័ន្ធអេកូឡូស៊ីនៃសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចនេះនឹងធ្វើជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយក្នុងការផ្ដល់សេវាសម្រាប់ធុរកិច្ចរបស់ក្រសួងស្ថាប័នដែលចូលរួមជាសមាជិកក្នុងប្រព័ន្ធនេះហើយអាចធ្វើជាអន្តរសកម្មនិងការផ្ទៀងផ្ទាត់ទិន្នន័យគ្នាទៅវិញទៅមកសម្ដៅកាត់បន្ថយការបំពេញទិន្នន័យដដែលបន្ទាប់ពីការដាក់អនុវត្ត
2 ឆ្នាំកន្លងទៅពួកយើងបានដាក់អនុវត្តនៅក្នុងប្រព័ន្ធហ្នឹងគឺនៅក្នុងខែកញ្ញាឆ្នាំ 2022 យើងឃើញថាបានទទួលការកោតសរសើរនិងផ្ដល់ជាមតិយោបល់ពីខាងក្រុមហ៊ុនវិញគឺគាត់ទី1កាត់បន្ថយការចំណាយរបស់គាត់និងកាត់បន្ថយពេលវេលាព្រោះគាត់ត្រូវបំពេញឯកសារហើយយកឯកសារមកដាក់កន្លែងយើងតែបច្ចុប្បន្នគាត់នៅផ្ទះឬគាត់នៅកន្លែងណាក៏គាត់អាចអាប់ឡូតឯកសារស្នើសុំមកបានដែរហើយទី2គឺកាត់បន្ថយការចំណាយរបស់ពួកគាត់ទី3គឺទទួលបានសិទ្ធិនិងកាតព្វកិច្ចការពារដោយស្របច្បាប់ទី4គឺគាត់បានចូលរួមបង់ពន្ធនិងកម្រៃអាជ្ញាប័ណ្ណជូនរដ្ឋនិងទី5ចូលរួមប្រតិបត្តិនិងអនុវត្តទៅតាមអភិបាលកិច្ចដែលរៀបចំដោយនៅបនិងទី6សំខាន់បំផុតគឺគាត់ទទួលបានវគ្គអប់រំបណ្ដុះបណ្ដាលផ្នែកជំនាញពីនិយត្តករអចលនវត្ថុនិងមជ្ឈមបាទក្នុងនាមខ្ញុំដែលជាមន្ត្រីអនុវត្តផ្ទាល់ទៅក្នុងប្រព័ន្ធសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចនេះឃើញថាបានផ្ដល់អត្ថប្រយោជន៍ច្រើនក្នុងនាមខ្ញុំជាមន្ត្រីទី1គឺកាត់បន្ថយពេលវេលានៃការចរាចរណ៍ឯកសារមានន័យថាពីមុនឯកសារទាំងអស់ត្រូវចូលតាមច្រកចេញចូលតែមួយនៃអាជ្ញាធរសេវាហិរញ្ញវត្ថុនិងធនាគារតែបច្ចុប្បន្នគាត់បំពេញឯកសារហើយគាត់អាប់ឡូតចូលទៅក្នុងប្រព័ន្ធអញ្ចឹងឯកសារហ្នឹងអាចមកដល់ដៃពួកខ្ញុំភ្លាមតែម្ដងគាត់អាប់ឡូតហើយចំណុចមួយទៀតគឺកាត់បន្ថយពេលវេលានៃការពិនិត្យនិងឯកភាពសំណើរបស់ក្រុមហ៊ុនសហគ្រាសមានន័យថាកន្លងទៅគឺការអនុវត្ត30ថ្ងៃនៃថ្ងៃធ្វើការតែបច្ចុប្បន្នបន្ទាប់ពីក្រុមហ៊ុនសហគ្រាសគាត់បានបំពេញឯកសារត្រឹមត្រូវគ្រប់គ្រាន់និងគាត់បានបង់ថ្លៃអាជ្ញាប័ណ្ណគឺរយៈពេល7ថ្ងៃគាត់នឹងទទួលបានអាជ្ញាប័ណ្ណឬក៏វិញ្ញាបនបត្រយកទៅប្រើប្រាស់ទៅតាមតម្រូវការអាជីវកម្មរបស់ពួកគាត់ហើយមួយទៀតគឺការកាត់បន្ថយការចំណាយទៅលើឯកសារការិយាល័យចំណុចនេះគឺសំខាន់ណាស់ព្រោះបើសិនជាយើងប្រសេសឯកសារជាហាតគឺយើងត្រូវមានហ្វូតូឯកសារប្រើប្រាស់กระดาษឬ copy ផ្សេងហើយចំណុចសំខាន់មួយទៀតប្រព័ន្ធនេះគឺជាប្រព័ន្ធមួយសម្រាប់ផ្ទុកទិន្នន័យសម្រាប់ពួកខ្ញុំដែលជាមន្ត្រីអនុវត្តពេលខ្លះយើងត្រូវការពិនិត្យនឹងឯកសារពិនិត្យឯកសារតាស្នើសុំរបស់គាត់បើសិនជាយើងមិនមានជានៅក្នុងប្រព័ន្ធទេយើងត្រូវតែមកការិយាល័យដើម្បីពិនិត្យសុសនឹងហើយមួយទៀតយើងអាចចែករំលែកព័ត៌មានផ្សេងទៅកាន់ស្ថាប័ននិងអង្គភាពពាក់ព័ន្ធផ្សេងបានភ្លាមហើយសម្រាប់ថ្នាក់ដឹកនាំគឺគាត់អាចចុចឯកភាពនៅសំណើគ្រប់ទីកន្លែងនិងគ្រប់ពេលវេលានៅពេលដែលគាត់ចូលទៅក្នុងប្រព័ន្ធមិនចាំបាច់តែគាត់អញ្ជើញមកដល់ការិយាល័យទេបាទទន្ទឹមនឹងនេះផងដែរខ្ញុំក៏មានជាមតិយោបល់គ្រប់ជូនទៅដល់ក្រសួងស្ថាប័នដែលគាត់មិនទាន់ចូលជាសមាជិកក្នុងប្រព័ន្ធ Ecology នៃសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចក្រសួងស្ថាប័នអាចចូលរួមជាសមាជិកដើម្បីធ្វើអន្តរសកម្មនិងផ្ដល់ការផ្ទៀងផ្ទាត់ទិន្នន័យរវាងគ្នាដើម្បីជៀសវាងទៅដល់ការបំពេញទិន្នន័យដដែលដែលជាផលវិបាកមួយសម្រាប់ធុរកិច្ចជននិងសាធារណជនដែលគាត់មានបំណងប្រើប្រាស់សេវាសាធារណៈរបស់ក្រសួងស្ថាប័ននីមួយៗភ្ជាប់ជាមួយនឹងសំណួរនេះផងដែរខ្ញុំមានជាការលើកឡើងតខ្លួនសម្រាប់ជាសាធារណជនឬតធុរជនឬក៏ក្រុមហ៊ុនសហគ្រាសដែលមានបំណងស្នើសុំអាជ្ញាប័ណ្ណអាជីវកម្មអចលនវត្ថុបញ្ចាំនិងប្រតិភូដល់នៅប្រទានគាត់អាចចូលទៅកាន់ website របស់ NRB ដែលមានឈ្មោះថា rpo.gov.kh ឬក៏ website របស់ registration service ដែលមានពាក្យថា registrationservice.gov.kh ហើយគាត់ចូលទៅមានពាក្យអាជ្ញាប័ណ្ណជំនាញតមកគាត់ជ្រើសរើសយកឈ្មោះនិយត្តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំនិងចុចទៅលើ link ដែលមាន2គឺ link សម្រាប់សេវាសាធារណៈទៅលើអាជីវកម្មបញ្ចាំនិងប្រតិភូដល់អនុទាននិង link មួយទៀតគឺសេវាសាធារណៈសម្រាប់អាជីវកម្មសេវាកម្មផ្ដល់សេវាកម្មអចលនវត្ថុបាទសូមអរគុណ